Channel Marinali សូមគោរពនិងជម្រាបសួរបងប្អូនប្រិយមិត្តដែលតែងតែនិយមទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះថ្ងៃពុធទី12ខែកក្កដាឆ្នាំ2017ថ្ងៃនេះនាងខ្ញុំសូមលើកយកអត្ថបទមួយដែលតាក់ទងទៅនឹងហោរាសាស្ត្រឆ្នាំទាំង5ដែលមានសំណាងជាងគេនៅឆ្នាំក្រោយនេះតើលោកអ្នកធ្លាប់ដឹងទេថាឆ្នាំលោកអ្នកស្ថិតនៅក្នុងជំពូកឆ្នាំល្អទាំង5ខាងក្រោមឆ្នាំល្អសំដៅដល់ឆ្នាំដែលមានឫទ្ធិដេចជះបារមីតាំងពីកំណើតលុះធំឡើងតែងមានគេជួយជ្រោមជ្រែងនិងរាល់កិច្ចការងារដែលខ្លួនគ្រងនឹងបំពេញទោះជាមានភាពលំបាកខ្លះៗកើតឡើងប៉ុន្តែនៅតែអាចជោគជ័យរហូតតាមគេហទំព័រហ្វេងស៊ុយឆៃណាហុងស៊ុយចិនបានលាតត្រដាងអំពីឆ្នាំទាំង5នោះថានឹងមានលាភសំណាងធំជាទីបំផុតនៅឆ្នាំក្រោយហើយលោកគ្រូទុទាយឈ្មោះឈីគន់សៅបានបន្តទៀតថាទោះជាគេចង់ក្រក៏មិនអាចក្របានដែរព្រោះថាឆ្នាំទាំង5នេះបានដល់ឆ្នាំដែលអាចនិយាយបានថាល្អឥតខ្ចោះទៅហើយយើងខ្ញុំសូមរៀបរាប់និងបកស្រាយលម្អិតដូចខាងក្រោមទី1ឆ្នាំជូតអ្នកដែលកើតឆ្នាំជូតទោះជាមនុស្សប្រុសឬក៏ស្រីនឹងបានក្លាយជាអ្នកមានទ្រព្យហូរហៀជាងឆ្នាំណាទាំងអស់នៅអំឡុងឆ្នាំក្រោយព្រោះគេជាមនុស្សដែលមានសេចក្តីព្យាយាមមិនដេកចាំសំណាងនិងមានគំនិតគិតគូរក្នុងកិច្ចការងារដែលគេកំពុងធ្វើឬគ្រោងនឹងធ្វើបានយ៉ាងល្អិតល្អន់ជាទីបំផុតនៅឆ្នាំក្រោយនេះលាភសំណាងដែលនឹងបណ្ដាលឲ្យគេក្លាយជាអ្នកមានធូរធារគឺប្រាក់ចំណេញចេញអំពីដីធ្លីដែលជាអំណោយពីឪពុកម្ដាយឬក៏ដូនតាទី2ឆ្នាំឆ្លូវអ្នកដែលកើតឆ្នាំឆ្លូវបើជាមនុស្សប្រុសនឹងទទួលបានលាភបានច្រើនជាងមនុស្សស្រីដល់ទៅ3ភាគពោលគឺនៅឆ្នាំក្រោយនេះគេនឹងទទួលបានសមិទ្ធផលចេញអំពីការប្រឹងប្រែងរបស់គេអាចជាការធ្វើការរាជការឯកជនឬការងារផ្ទាល់ខ្លួនគេជាមនុស្សឆាប់បាក់ទឹកចិត្តបន្តិចពេលបរាជ័យប៉ុន្តែទោះជាយ៉ាងណាគេនៅតែបន្តតស៊ូទៅមុខជានិច្ចទោះជាគេយល់ថាគេនឹងមិនអាចសម្រេចគោលដៅដែលគេប្រាថ្នាក៏ដោយដោយហេតុនេះហើយទើបទេវតាដែលតាមរក្សាកាយនិងដួងប្រលឹងរបស់គេមានការរីករាយយ៉ាងខ្លាំងហើយនឹងព្រមផ្ដល់ឲ្យគេនៅរាល់ក្តីបំណងនិងកិច្ចការដែលគេប្រាថ្នាឲ្យជោគជ័យនោះប្រែទៅជាសម្រេចនៅក្នុងឆ្នាំក្រោយដោយខ្លួនគេក៏មិនអាចនឹកស្មានដល់ផងដែរទី3ឆ្នាំរោងអ្នកកើតឆ្នាំរោងមិនថាប្រុសមិនថាស្រីសុទ្ធតែត្រូវបានទទួលបាននៅអំណោយពីទឹកភ្លើងខ្យល់ទាំងអស់ហើយនៅឆ្នាំក្រោយគេនឹងអាចក្លាយទៅជាសិទ្ធិខាងផ្នែកជំនួញឬក៏ខាងផ្នែកប្រឹក្សាយោបល់ផងដែរទោះជាបច្ចុប្បន្នគេកំពុងប្រព្រឹត្តនៅការងារឬក៏មុខរបរមិនពាក់ព័ន្ធនឹងរបស់អស់នោះក៏ដោយឆ្នាំរោងតំណាងដោយសត្វនាគមាសបែបនេះគេនឹងមានសំណាងជាងឆ្នាំដតីបន្តិចត្រង់ថាទោះជាគេខ្ជិលក៏នៅតែទទួលបានសម្បត្តិលាភទាំងនោះដែរព្រោះគេមានទាំងអំណាចនិងយស័ក្តិក្នុងដួងប្រលឹងសត្វតំណាងគេរួចទៅហើយទី4ឆ្នាំមមែអ្នកកើតក្នុងឆ្នាំមមែជាមនុស្សស្លូតបូតមានភាពហត់នឿយបន្តិចទោះជាមិនផ្លូវកាយក៏ផ្លូវចិត្តដែរហេតុដូចនេះគេមិនដែលមានសង្ឃឹមក្នុងខ្លួនសូម្បីតែ 1% ថាគេនឹងអាចក្លាយជាអ្នកមានឬក៏សិទ្ធិប៉ុន្តែដោយសារតែសេចក្តីព្យាយាមរបស់គេនោះហើយទើបវត្ថុស័ក្តិសិទ្ធិនិងទេវតាដែលតាមរក្សាដួងជីតារបស់គេមិនអល់ឯកជូនពរដល់គេគ្រប់ពេលវេលាឲ្យបានសម្រេចនៅបំណងប្រាថ្នារបស់គេក្នុងពេលឆាប់ហេតុដូច្នេះហើយគេប្រកាសជាខ្លាយឆ្នាំមួយក្នុងចំណោមឆ្នាំទាំង5ដែលនឹងត្រូវបានលាភសំណាងធំនៅក្នុងឆ្នាំក្រោយនិងបន្តទៅមុខអស់មួយជីវិតប្រសិនអ្នកខ្លាយជាប្តីឬក៏ប្រពន្ធរបស់ឆ្នាំណាមួយក៏ដោយឆ្នាំនោះនឹងមានសំណាងតាមអ្នកដែលជាមិនខានទី5ឆ្នាំរកាអ្នកកើតឆ្នាំរកាគឺមានចរិតល្អតែកាចនិងឆេវឆាវបន្តិច
ប៉ុន្តែមនុស្សនេះមានសារជាតិពីកំណើតស្លូតបូតខ្លាំងបំផុតគេជាមនុស្សចូលចិត្តជួយអ្នកដទៃប៉ុន្តែមិនសូវជាបានគុណជះត្រឡប់មកវិញទេតែទោះជាយ៉ាងណានៅក្នុងឆ្នាំក្រោយគេនឹងអាចក្លាយទៅជាសទ្ធីឬក៏ជាបុគ្គលដ៏ឆ្នើមជាងគេនៅក្នុងតំបន់ដែលគេរស់នៅផងដែរដោយហេតុទេវតាដែលតាមថែរក្សាដួងជីតារបស់គេនិងព្យាយាមដឹកនាំគេឲ្យទៅជួបមនុស្សល្អមានឋានៈខ្ពស់និងមានលុយច្រើនដើម្បីជួយជ្រោមជ្រែងគេឲ្យផុតចាកឆ្ងាយអំពីទុក្ខដែលគេកំពុងជួបប្រទះហើយនឹងជួយពន្លឺផ្លូវដល់គេឲ្យចាប់យករបរឬក៏ការងារមួយដែលនាំឲ្យគេជោគជ័យជាទំហំធំដែលនឹកស្មានមិនដល់រាល់កំហុសឆ្គងដោយអចេតនាណាមួយសូមអធ្យាស្រ័យនិងអភ័យទោសដល់នាងខ្ញុំនិងក្រុមការងារផងសូមអរគុណសម្រាប់ការតាមដានទស្សនានិងស្ដាប់សូមជូនពរសុខភាពល្អសំណាងល្អចូលមានដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាសូមកុំភ្លេចចុចប៊ូតុង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ